យើងកុំភ្លេចមនុស្សដែលធ្លាប់កំសត់កំរោជាមួយនឹងយើងកុំភ្លេចមនុស្សដែលធ្លាប់នៅគ្រាក្រគ្រាលំបាកជាមួយនឹងយើងវេទនាជាមួយនឹងយើងជាពិសេសគឺមនុស្សប្រុសនៅពេលដែលគ្រាក្រលំបាកគឺមានតែប្រពន្ធមួយឯងដែលនៅក្បែរខ្លួនបងប្អូនសាច់ញាតិអីរត់ចោលអស់ប៉ុន្តែនៅសល់តែប្រពន្ធជាទីស្រឡាញ់ម្នាក់ឯងដែលនៅស្មោះស្ម័គ្រដែលនៅជួយដែលនៅចាំគាំទ្រគ្រប់ពេលវេលាគ្រប់វិនាទីទាំងអស់ប៉ុន្តែនៅពេលដែលខ្លួនឯងមានបានណានៅពេលដែលខ្លួនឯងមានទ្រព្យសម្បត្តិនៅពេលដែលខ្លួនឯងចាប់ផ្ដើមរីកចម្រើនឡើងវិញស្រាប់តែចិត្តគំនិតហ្នឹងប្រែមើលងាយប្រពន្ធដៀលថ្មេះមនុស្សដែលធ្លាប់នៅកំសត់កំរជាមួយនឹងគ្នាជេរដៀលគ្នាមិនឲ្យតម្លៃគ្នាវាទៅជាប្រពន្ធនឹងគ្មានតម្លៃតែម្ដងខ្លាយទៅជាមនុស្សថោកមួយរំពេចនឹងតែម្ដងរឿងការងារក៏ដោយរឿងបងប្អូនក៏ដោយទំនាក់ទំនងក៏ដោយយើងកុំភ្លេចមនុស្សដែលកំសត់កំរនៅជាមួយយើងពេលដែលយើងក្រមនុស្សដែលនៅក្បែរយើងគឺជាមនុស្សដែលសំខាន់បំផុតហើយពេលដែលយើងអត់ឃ្លានពេលដែលយើងកំពុងជួបបញ្ហាពេលដែលយើងកំពុងតែជួបការលំបាកមនុស្សដែលនៅជាមួយនឹងយើងនឹងហើយគឺជាសសរគឺជាគ្រឹះគឺជាអ្នកដាក់ជីឲ្យយើងគឺជាអ្នកម៉ាស្សាឲ្យយើងគឺជាអ្នកដែលចាំជួយបំភ្លឺយើងលើកទឹកចិត្តយើងគ្រប់ពេលវេលាពេលដែលយើងរីកចម្រើនមនុស្សនឹងហើយគឺជាមនុស្សដែលយើងត្រូវឲ្យរង្វាន់ខ្លាំងជាទីបំផុតមិនត្រូវបំភ្លេចចិត្តឯខាតប្តីឬប្រពន្ធណាក៏ដោយដែលចោលមនុស្សដែលខ្លួនឯងស្រឡាញ់នៅគ្រាក្រនៅពេលដែលខ្លួនឯងមានបានមនុស្សនឹងអន្តរាយមិនយូរទេនឹងរលាយបាត់វិញទាំងអស់